គាត់ត្រូវបានបែកបាក់ដើម្បីតែជាតិណាគឺពួកអ្នកណាអ្នកសម្រាប់កូនចៅសៀមជាអ្នកសងជាតិដើម្បីការពារការពារអីគេកូនដើម្បីការពារជាតិគាត់ត្រូវបានបែកបាក់តែមិនទេកាត់សម្លាប់ណាបាញ់សម្លាប់ប្រជាជនខ្មែររបស់យើងអស់ច្រើនណាស់តិចអស់ទាំងប្រសាទតិចអស់ទាំងផ្ទះសម្បែងណាអត់មានទីជម្រកណា